អូខេខ្ញុំឃើញ comment ហ្នឹងហើយខ្ញុំនឹកឃើញខ្ញុំកាលពីមុនដែរគាត់បាន comment ថាមិនយកទៅដាំឲ្យពុះសម្រាប់ question ហ្នឹងគឺតមកពីវីដេអូមួយដែលខ្ញុំនិយាយតាក់ទងជាមួយនឹងការញ៉ាំទឹកពីក្បាលរ៉ូម៉ាណេនៅប្រទេសអាល្លឺម៉ង់អញ្ចឹងណាដំបូងឡើយខ្ញុំក៏សួរដែរថាញ៉ាំអញ្ចឹងអត់មានប៉ះពាល់អីទេព្រោះដោយសារយើងត្រូវញ៉ាំចេញពីទឹកក្បាលរ៉ូម៉ាណេអីចឹងណាយើងអត់មានបានមើលឲ្យចឹងថាមើលឲ្យបានជាក់លាក់ដំបូងឡើយហ្នឹងគឺរត់ជុំវិញនឹងសួរគេដូចគ្នាទេថាញ៉ាំទៅមានប៉ះពាល់អីទេតែដំបូងឡើយខ្ញុំញ៉ាំទៅពោះខ្ញុំអត់ស្រួលមានអារម្មណ៍ថាកាពះខ្ញុំក៏អត់ទទួលដែរ we feel like វាធ្វើទុកអីអញ្ចឹងណាអញ្ចឹងទៅខ្ញុំញ៉ាំអត់បានហើយនៅពេលដែលខ្ញុំញ៉ាំទឹកចេញពីក្បាលរ៉ូម៉ាណេនឹងអត់បានហ្នឹងខ្ញុំត្រូវរត់ទៅម៉ាតទៅអីចឹងទៅដើម្បីទៅទិញទឹកនៅពេលដែលទិញទឹកសុទ្ធហ្នឹងហើយគឺទិញខុសទៀតអត់បានសួរនាំគេអត់បានបញ្ជាក់គេឬហើយយើងផ្ទាល់ហ្នឹងក៏អត់ដឹងដែរទិញប៉ះចំអាទឹក sparkling អាទឹកមានជាតិហ្គាសហ៎ហើយទឹកក្រូចមានជាតិហ្គាសផឹកបានតែអាទឹកអាមានហ្គាសហ្នឹងគឺញ៉ាំអត់កើតបងពិបាកញ៉ាំមែនតើអូខេមកត្រឡប់មកវិញជាមួយនឹងទឹកក្បាលរ៉ូម៉ាណេនឹងញ៉ាំទឹកនឹងបានរឿងអីញ៉ាំមិនបានអ្នកទាំងអស់គ្នាបើសារនៅអាខាងក្រោមទឹកនេះហ្នឹងគេមានម៉ាស៊ីនចម្រោះហើយហ្នឹងម៉ាស៊ីនចម្រោះគឺគេដាក់នៅក្រោមហ្នឹងហ្មងអញ្ចឹងមិនថាយើងចង់ថែមថយចង់បានក្តៅក៏បានត្រជាក់ក៏បានអញ្ចឹងមិនគេញ៉ាំទឹកនឹងបានហ្នឹងមិនមែនសុកទៅបើកទឹកនឹងហើយគឺញ៉ាំបានហ្មងទេគេមានម៉ាស៊ីនចម្រោះគេនៅខាងក្រោមហ្នឹងហើយប៉ុន្តែបើតាមបទពិសោធន៍ខ្ញុំផ្ទាល់ហ្មងខ្ញុំដូចជាចង់ចូល2ខែជាង2ខែឡើងចង់ដាច់2ខែចូល3ខែមិនខ្ញុំញ៉ាំទឹកនឹងបានតម្រាំតែកាពះយើងស៊ាំអូខេអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណបាយបាយ